បាទខ្ញុំសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះគឺថ្ងៃទី30ខែមិថុនាបាទចុងខែហើយនៅក្នុងថ្ងៃនេះខ្ញុំមានសុបិនចែកជូនទៅកាន់ពុកម៉ែមីងផងដែរបាទចឹងនៅក្នុងសុបិនហ្នឹងគឺខ្ញុំដូចយើងទំនេរដូចប្រពន្ធខ្ញុំគាត់ទំនេរ1ម៉ោងអញ្ចឹងណាអញ្ចឹងខ្ញុំត្រូវទំនេរដែរខ្ញុំអត់បានព្រៀនទេខ្ញុំព្រៀនម៉ោងមុនម៉ោងក្រោយនឹងទំនេរទៅពេលទំនេរអញ្ចឹងទៅខ្ញុំក៏បានឃើញម៉ូតូធំគេណាម៉ូតូហ្នឹងវាជាម៉ូតូមុនដំបូងដូចជាម៉ូតូពួកម៉ាក់របស់ខ្ញុំអញ្ចឹងទៅបើចុងក្រោយវាខ្លាចជាម៉ូតូដូចជាម៉ូតូរបស់ប្អូនខ្ញុំក៏ឡើងទៅជិះពីលើអញ្ចឹងដើម្បីឲ្យគេថតរូបឲ្យអីអញ្ចឹងណាបាទដល់ពេលអញ្ចឹងទៅស្អាតក្រោយពេលថតរូបហើយក៏មានអារម្មណ៍ថាចង់ជិះទៅណាទៅណីហើយវាក៏ចង់ទៅជាមួយដែរអញ្ចឹងគឺយើងទៅទាំងអស់គ្នាតែមុនទៅខ្ញុំក៏បានឲ្យវាចូលទូរស័ព្ទទៅបញ្ចូលថ្មផងហើយនិយាយថាបញ្ចូលយើងបញ្ចូលនៅផ្ទះសំណាក់ឯងពុកម៉ែមីងប៉ុន្តែយើងសង្កល់ឃើញថាយើងអត់បានបិទប្អួចទេទូរស័ព្ទវាមួយគ្រឿងទូរស័ព្ទខ្ញុំមួយគ្រឿងដាក់បញ្ចូលចោលយើងជិះទៅឆ្លងកាត់បដិរិស័យពុកម៉ែមីងមកឆ្លងកាត់បដិរិស័យមកជួបមនុស្សប្រុសម្នាក់ធ្វើភ្នែករៀងក្លិចខ្ញុំស្រាប់ដល់ពេលជិះមកដល់បន្ទប់មែនតើយើងបាត់ទូរស័ព្ទក្នុងពុកម៉ែមីងបាទយើងបាត់ទូរស័ព្ទក្នុងលួចយកទាំងមិនយកតែទូរស័ព្ទយកទាំងឆ្នាំងសាកយកទៅអីទៅត្មងណាពុកម៉ែមីងហ្នឹងហើយអញ្ចឹងគឺបាត់ទូរស័ព្ទអស់2គ្រឿងមួយគ្រឿងជារបស់ខ្ញុំមួយគ្រឿងរបស់បងខ្ញុំបាទហើយទូរស័ព្ទយើងស្អាតថ្លៃដែរពុកម៉ែមីងហ្នឹងហើយដល់ពេលអញ្ចឹងយើងពិបាកចិត្តដែរយើងពិបាកចិត្តរកលុយទិញទូរស័ព្ទថ្មីមិនសឹងតែមិនបានណាបាទហ្នឹងហើយអញ្ចឹងនៅក្នុងសុបិនរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេពុកម៉ែមីងបាទអញ្ចឹងជូនពរពុកម៉ែមីងបាទសូមឲ្យហេងទាំងអស់គ្នានៅក្នុងថ្ងៃនេះ